នៅពេលអ្នកគិតដល់ប្រទេសកូរ៉េខាងជើងច្បាស់ណាស់ថាអ្នកនឹងឃើញដល់រូបភាពរបស់លោកគីមចុងអ៊ុនដែលត្រៀមខ្លួនចុចប៊ូតុងនុយក្លេអ៊ែរប៉ុន្តែចូលមកខ្ញុំប្រាប់អ្នកថាមនុស្សដែលគ្រោះថ្នាក់បំផុតនៅក្នុងប្រទេសនោះមិនមែនជាគាត់ទៅវិញហើយក៏មិនមែនជាភរិយារបស់គាត់មិនមែនជាជំនួយការឬមេបញ្ជាការចាស់ភាសានៃរបបនេះដែរគឺមានមនុស្សម្នាក់ដែលអាចសម្រេចថាតើពិភពលោកនឹងត្រូវចូលទៅក្នុងសង្គ្រាមឬក៏អត់នៅក្នុងប្រទេសកូរ៉េខាងជើងអ្នកខ្លះហៅនាងថាព្រះនាងប៉ុន្តែនៅក្រៅប្រទេសនាងត្រូវបានគេស្គាល់ថាជាស្ត្រីដែលគ្រោះថ្នាក់បំផុតនៅលើភពផែនដីនាងមានឈ្មោះថាគីមយូចុងទោះបីជាតាមផ្លូវការនាងមិនមែនជាអ្នកដឹកនាំប៉ុន្តែមានរឿងមួយដែលអ្នកធ្លាប់បានឃើញនាងផ្ទាល់តែងតែនិយាយដដែលថាគឺនាងនឹងហើយដែលជាអ្នកចេញបញ្ជាពិតប្រាកដនៅពេលដែលបណ្ដារដ្ឋមន្ត្រីនិយាយនាងជាអ្នកសង្កេតការណ៍នៅពេលបងប្រុសរបស់នាងនិយាយនាងជាអ្នកកត់ត្រាហើយនៅពេលដែលមាននរណាម្នាក់ប៉ះពាល់ដល់របបនេះគឺនាងនឹងហើយដែលជាអ្នកចុះហត្ថលេខាឬសាលក្រមផ្ដន្ទាទោសប៉ុន្តែតើស្ត្រីម្នាក់នេះជានរណាឲ្យពិតប្រាកដតើនាងមានអំណាចខ្លាំងក្លាបែបនេះនៅក្នុងកូរ៉េខាងជើងដោយរបៀបណាហើយអ្វីដែលសំខាន់បំផុតនោះតើមានអ្វីកើតឡើងប្រសិនបើនាងជាអ្នកក្តោបក្តាប់អំណាចដើម្បីយល់ពីរឿងនេះយើងត្រូវត្រឡប់ទៅក្រោយបន្តិចគីមយូចុងកើតនៅឆ្នាំ1987ជាកូនស្រីរបស់លោកគីមចុងអ៊ីលនិងលោកស្រីកូយ៉ុងហ៊ុយដែលជាអ្នករួមសំណប់ចិត្តរបស់មេដឹកនាំផ្ដាច់ការម្ដាយរបស់នាងមិនមែនត្រឹមតែជាស្រីស្នេហ៍ធម្មតានោះទេគាត់គឺជាអ្នកយុទ្ធសាស្ត្រនិងមានគោលដៅច្បាស់លាស់បំផុតគឺចង់ឲ្យកូនរបស់គាត់បន្តវេនអំណាចគីមយូចុងធំដឹងក្តីក្នុងបរិយាកាសដ៏ស៊ីវិល័យខណៈដែលប្រជាជនកូរ៉េខាងជើងរាប់លាននាក់កំពុងដាច់ពូស្លាប់នាងបានរស់នៅនិងលេងក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលនាងចង់បានទោះជាយ៉ាងណាក៏ដោយនៅអាយុ9ឆ្នាំនាងត្រូវបានគេបញ្ជូនទៅប្រទេសស្វីសដើម្បីសិក្សាជាមួយបងប្រុសរបស់នាងគឺគីមចុងអ៊ុនឪពុករបស់ពួកគេចង់ឲ្យពួកគេមើលឃើញពិភពលោកខាងក្រៅនៅទីនោះពួកគេបានចូលរៀននៅសាលាឯកជនមួយក្រោមអត្តសញ្ញាណคล้ายៗដោយមានការយាមកាម24ម៉ោងពីអង្គរៈនៃរបបនេះពួកគេរស់នៅក្នុងអាផាតមិនតូចមួយនៅជាក្រុងប៊ិនគីមចុងអ៊ុនប្រើឈ្មោះថាផាក់អ៊ុនចំណែកនាងគ្រាន់តែជាប្អូនស្រីរបស់ផាក់អ៊ុនមិនហើយកូនរបស់បរិសុទ្ធដែលគួរឲ្យខ្លាចបំផុតនៅលើភពផែនដីកំពុងអង្គុយកត់មេរៀននៅក្នុងសាលាមួយនៅស្វីសវាជារឿងមិនគួរឲ្យជឿនៅទីនោះពួកគេបានស្គាល់ពិភពលោកពិតស្គាល់ផ្សារទំនើបសេរីភាពសារព័ត៌មានទូរទស្សន៍អ៊ីនធឺណិតប៉ុន្តែផ្ទុយទៅវិញពួកគេបានរៀនស្អប់វាពីព្រោះតាំងពីតូចមកពួកគេត្រូវបានគេបង្រៀនដដែលថាពិភពខាងក្រៅគឺជាសត្រូវរបស់យើងនៅពេលគីមយូចុងត្រឡប់មកកូរ៉េខាងជើងវិញនាងលែងជាក្មេងស្រីទៀតហើយនាងជាមនុស្សដែលពូកែសង្កេតណាស់នាងយល់ពីរបៀបគិតរបស់អ្នកប្រចាំលោករបៀបបោកបញ្ឆោតការពិតហើយចំណុចនេះវាមានតម្លៃជាងតំណែងណាទាំងអស់ជាច្រើនឆ្នាំមកនេះនាងបានបាត់មុខពីផែនទីគ្មានរូបថតគ្មានសម្ដីអ្វីទាំងអស់រហូតដល់ឆ្នាំ2010នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ផ្លូវការរបស់បកគ្មាននរណាម្នាក់ដឹងថានាងជានរណាឬហេតុអ្វីបានជានាងនៅទីនោះឡើយប៉ុន្តែនៅពេលដែលរបបនេះបង្ហាញមុខនរណាម្នាក់ថ្មីវាមិនមែនជារឿងចៃដន្យនោះទេមួយឆ្នាំក្រោយមកអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរឪពុករបស់នាងលោកគីមចុងអ៊ីលបានស្លាប់ដោយសារជំងឺកាំងបេះដូងនៅលើដងផ្លូវពោពេញដោយទឹកភ្នែកដែលខ្លះជាទឹកភ្នែកពិតនិងខ្លះទៀតយំដោយការបង្ខំហើយបងប្រុសរបស់នាងក៏បានឡើងកាន់អំណាចក្នុងចំណោមភាពវឹកវរនោះគីមយូចុងបានយល់រឿងមួយអំណាចពិតប្រាកដមិនមែនស្ថិតនៅមុខកាមេរ៉ារហូតនោះទេចាប់តាំងពីពេលនោះមកនាងបានស្ថិតនៅពីក្រោយគាត់ជានិច្ចក្នុងគ្រប់ការប្រជុំនិងគ្រប់ការសម្រេចចិត្តទាំងអស់ប្រសិនបើលោកគីមចុងអ៊ុនគឺជាមុខមាត់នៃរបបនេះនាងគឺជាសម្លេងដែលខ្សឹបប្រាប់ត្រចៀកគាត់អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺនាងស្ទើរតែមិនដែលនិយាយជាសាធារណៈឡើយហើយនៅក្នុងរបបនេះនាងគឺជាអ្នកសម្រេចចិត្តលើអ្វីដែលគាត់ត្រូវគិតតើវាអាចទៅរួចយ៉ាងដូចម្តេចដែលនាងមានអំណាចខ្លាំងបែបនេះនៅកូរ៉េខាងជើងទំនុកចិត្តមានតម្លៃជាងមាសហើយលោកគីមចុងអ៊ុនមិនទុកចិត្តនរណាម្នាក់ឡើយទោះជាមេទ័ពរដ្ឋមន្ត្រីឬសូម្បីតែមនុស្សជិតស្និទ្ធបំផុតក៏លើកលែងតែប្អូនស្រីរបស់គាត់ម្នាក់គត់ឈាមជ័រគឺជាការធានាតែមួយគត់នៃភាពស្មោះត្រង់នាងមិនត្រឹមតែមានឈាមជ័រជាមួយគ្នាប៉ុណ្ណោះទេប៉ុន្តែនាងបានចែករំលែកការអប់រំកុមារភាពនិងជាពិសេសគឺការយល់ដឹងអំពីអំណាចដូចគ្នានាងដឹងច្បាស់ថាភាពភ័យខ្លាចដំណើរការយ៉ាងដូចម្តេចប៉ុន្តែទំនុកចិត្តមិនមែនជាមូលហេតុតែមួយគត់នោះទេនាងមានអំណាចព្រោះនាងគ្រប់គ្រងឧបករណ៍ដែលគ្រោះថ្នាក់បំផុតរបស់ប្រទេសគឺព័ត៌មាននាងត្រូវបានដាក់ឲ្យដឹកនាំនាយកដ្ឋានឃោសនាការដែលជាស្ថាប័នសម្រេចថាតើប្រជាជនទូទាំងប្រទេសត្រូវមើលឃើញអ្វីឮអ្វីនិងជឿលើអ្វីគ្មានអ្វីត្រូវបានផ្សព្វផ្សាយបោះពុម្ពឬចេញផ្សាយដោយគ្មានការយល់ព្រមពីនាងឡើយគឺនាងនឹងហើយដែលជាអ្នកកែច្នៃរូបភាពបងប្រុសរបស់នាងសម្រាប់ថាគាត់គួរបង្ហាញខ្លួនដោយសើចសប្បាយជាមួយក្មេងៗឬកំពុងត្រួតពិនិត្យមីស៊ីលប្រសិនបើលោកគីមចុងអ៊ុនមើលទៅដូចជាព្រះចំពោះប្រជាជនរបស់គាត់នោះគឺដោយសារតែនាងជាអ្នកសរសេរអត្ថបទសាច់រឿងលើពីនេះនាងគ្រប់គ្រងព័ត៌មានណាដែលត្រូវបញ្ជូនទៅដល់បងប្រុសរបស់នាងចម្រាញ់របាយការណ៍សម្រាប់ថាអ្វីដែលគាត់គួរដឹងនិងអ្វីដែលគាត់គួររំលងនេះមានន័យថានាងអាចជះឥទ្ធិពលលើការសម្រេចចិត្តរបស់មេដឹកនាំដោយគាត់មិនដឹងខ្លួននៅឆ្នាំ2021នាងត្រូវបានតែងតាំងជាសមាជិកនៃគណៈបកកិច្ចការរដ្ឋដែលជាស្ថាប័នខ្ពស់បំផុតរបស់ប្រទេសនាងគឺជាស្ត្រីតែម្នាក់គត់ដែលមានសិទ្ធិអំណាចកម្រិតនោះហើយជាមួយនឹងតំណែងនេះនាងបានក្លាយជាមនុស្សដែលគ្មាននរណាម្នាក់អាចប៉ះពាល់បានតើនាងបានធ្វើអ្វីខ្លះរហូតមកដល់ពេលនេះនាងបានកសាងអំណាចរបស់នាងដែលស្ងប់ស្ងាត់ប៉ុន្តែបានចាប់ផ្ដើមបង្ហាញខ្លួនបន្តិចម្ដងក្នុងខែកុម្ភៈឆ្នាំ2018ក្នុងព្រឹត្តិការណ៍អូឡ িম্প ពិករដូវរងានៅកូរ៉េខាងត្បូងរថយន្តលីម៉ូស៊ីនពណ៌ខ្មៅមួយគ្រឿងបានឆ្លងកាត់ព្រំដែនដោយមានការការពារពីយោធាស្ត្រីវ័យក្មេងម្នាក់ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបានចុះពីលើរថយន្តវាជាលើកទី1ហើយដែលសមាជិកនៃគ្រួសារត្រកូលគីមបានជន់ដីកូរ៉េខាងត្បូងចាប់តាំងពីចប់សង្គ្រាមក្នុងរយៈពេល3ថ្ងៃនាងបានចូលរួមព្រឹត្តិការណ៍ផ្លូវការបានជួបពិភាក្សាជាមួយប្រធានាធិបតីមូនជេអ៊ីននិងបានប្រគល់លិខិតផ្ទាល់ខ្លួនពីបងប្រុសរបស់នាងដើម្បីឲ្យចេញគាត់ទៅទីក្រុងព្យុងយ៉ាង
សារព័ត៌មានអន្តរជាតិបានចាប់អារម្មណ៍នាងយ៉ាងខ្លាំងដោយ CNN បានហៅនាងថាជា Ivanka Trump នៃកូរ៉េខាងជើងនិងបាននិយាយពីមុនស្នេហ៍ផ្នែកការទូតរបស់នាងប្រទេសដែលប្រហារជីវិតមនុស្សដែលលួចស្ដាប់ចម្រៀង K-pop បែរជាមកឆក់យកបេះដូងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទៅវិញអ្វីៗត្រូវបានគេបំភ្លេចយ៉ាងលឿនមែនទេប៉ុន្តែនៅខែមេសាឆ្នាំ2020រឿងដែលមិននឹកស្មានដល់បានកើតឡើងលោកគីមចុងអ៊ុនបានបាត់ខ្លួនគ្មានការបង្ហាញខ្លួនជាសាធារណៈគ្មានសេចក្តីថ្លែងការណ៍គ្មានរូបភាពព័ត៌មានអំពីការស្លាប់ដែលអាចកើតមានរបស់មេដឹកនាំរូបនេះបានធ្វើឲ្យមានការប៉ាន់ស្មានយ៉ាងខ្លាំងថាតើនរណានឹងមកបន្តអំណាចហើយនៅក្នុងភាពស្រពេចស្រពិលនោះគីមយួជុងក៏បានបង្ហាញខ្លួនគណៈពេលដែលពិភពលោកគិតថាមេដឹកនាំផ្ដាច់ការបានស្លាប់ទៅហើយរបបនេះនៅតែដំណើរការជាធម្មតាហើយគ្រប់គ្នាបានយល់ដូចគ្នាថាប្រសិនបើមេដឹកនាំដួលនាងគឺជាអ្នកដែលដឹងពីរបៀបបញ្ចេញម៉ាស៊ីនអំណាចឲ្យដើរទៅមុខបន្តនៅពេលលោកគីមចុងអ៊ុនបង្ហាញខ្លួនវិញនៅប៉ុន្មានសប្តាហ៍ក្រោយមកក្នុងសភាពស្គមនិងស្លេកស្លាំងនាងនៅតែស្ថិតនៅក្បែរគាត់និងមានវត្តមានកាន់តែខ្លាំងជាងមុនប៉ុន្មានខែក្រោយមកអេរយាប័តរបស់នាងបានផ្លាស់ប្ដូរទាំងស្រុងសកម្មជនកូរ៉េខាងត្បូងបានបង្ហោះពេញប៉ោងដែលមានខិត្តប័ណ្ណប្រឆាំងនឹងរបបនេះដែលជាសកម្មភាពនិមិត្តរូបដែលធ្លាប់កើតមានជាច្រើនឆ្នាំមកហើយប៉ុន្តែលើកនេះការឆ្លើយតបគឺខុសប្លែកពីមុនគីមយួជុងបានចេញសេចក្តីថ្លែងការណ៍មួយនាងបានសន្យានៅកំទេចអាជ្ញាធរសត្រូវឲ្យទៅជាផេះហើយ3ថ្ងៃក្រោយមកនៅថ្ងៃទី16ខែមិថុនាការិយាល័យទំនាក់ទំនងអន្តរកូរ៉េត្រូវបានបំផ្ទុះកំទេចចោលនិមិត្តរូបនៃសន្តិភាពត្រូវបានផ្ទុះឡើងលើអាកាសវាជាលើកដំបូងដែលពិភពលោកយល់ថាសម្ដីរបស់នាងមិនមែនជាការគំរាមកំហែងខ្យល់ឡើយហើយនៅថ្ងៃទី31ខែធ្នូឆ្នាំ2024នាងបានបង្ហាញខ្លួនជាលើកដំបូងដោយមានកុមារ2នាក់អមដំណើរអ្នកវិភាគជឿថាពួកគេគឺជាកូនរបស់នាងនៅក្នុងរបបដែលគ្រោះសកម្មភាពសុទ្ធតែជានិមិត្តរូបនេះគឺជាការរញ្ជួយដីផ្នែកនយោបាយការបង្ហាញកូនជាសាធារណៈគឺជាការប្រកាសថាគ្រួសារនេះនឹងបន្តកាន់អំណាចតទៅទៀតសំណួរចុងក្រោយគឺតើមានអ្វីកើតឡើងប្រសិនបើនាងជាអ្នកក្តៅក្តាប់អំណាចអ្វីៗគ្រប់យ៉ាងដែលគីមយូចុងបានធ្វើមកទល់ពេលនេះគឺឆ្ពោះទៅរកទិសដៅតែមួយគត់គឺការត្រៀមខ្លួនបងប្រុសរបស់នាងមានអាយុទើបតែ40ឆ្នាំប៉ុន្តែសុខភាពរបស់គាត់មិនសូវល្អឡើយគាត់ជួបបារីផឹកស្រានិងញ៉ាំច្រើនប្រសិនបើលោកគីមចុងអ៊ុនស្លាប់មុនពេលកូនស្រីរបស់គាត់គីមជូអេធំដឹងក្តីល្មមនឹងគ្រប់គ្រងអំណាចបាននោះមានតែមនុស្សម្នាក់គត់ដែលអាចរក្សាត្រកូលគីមឲ្យនៅឈរជើងបានគឺនាងនឹងឯងប៉ុន្តែប្រទេសបែបនេះមិនងាយនឹងបន្តវេនបានស្រួលឡើយអ្នកខ្លះជឿថានាងនឹងបន្តនយោបាយយ៉ាងតឹងរ៉ឹងរបស់បងប្រុសនាងជាមួយនឹងមីស៊ីលកាន់តែច្រើនការគំរាមកំហែងនិងភាពភ័យខ្លាចដើម្បីពង្រឹងអំណាចរបស់នាងអ្នកផ្សេងទៀតយល់ផ្ទុយពីនេះដោយគិតថាការដែលនាងធ្លាប់រស់នៅប្រចាំប្រទេសអាចធ្វើឲ្យនាងយល់ថាការឯកោជារៀងរហូតនឹងនាំទៅរកភាពវិនាសប្រហែលជាក្រោមការដឹកនាំរបស់នាងកូរ៉េខាងជើងអាចសាកល្បងបើកចំហក្រោមការគ្រប់គ្រងតាមរចនាបថចិនប៉ុន្តែក៏មានសេណារីយ៉ូចុងក្រោយដែលអស្ថិរភាពបំផុតដែរគឺនៅពេលលោកគីមចុងអ៊ុនស្លាប់បណ្ដាមេតបអាចនឹងមិនទទួលយកមេដឹកនាំជាស្ត្រីហើយប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរនេះអាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងពិតប្រាកដឡើយអ្វីដែលច្បាស់នោះគឺនាងកំពុងត្រៀមខ្លួនរួចជាស្រេចហើយគីមយូចុងមិនផ្ដល់បទសម្ភាសន៍ឡើយនាងមិនចាំបាច់ធ្វើបែបនោះទេព្រោះភាពស្ងៀមស្ងាត់របស់នាងមានអំណាចជាងសន្ទរកថារាប់ពាន់ទៅទៀតហើយនៅពេលដែលភាពស្ងៀមស្ងាត់នោះប្រែក្លាយជាសម្លេងពិភពលោកទាំងមូលនឹងត្រូវរញ្ជួយឬតាមពិតទៅនាងប្រហែលជាកំពុងធ្វើវាបាត់ទៅហើយក៏មិនដឹងបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាគិតថាតើមានសេណារីយ៉ូអ្វីខ្លះដែលអាចកើតមានចំពោះអនាគតនៃប្រទេសកូរ៉េខាងជើង